ព្រៃសហគមន៍អូបញ្ញាក្នុងដែនជម្រកសត្វព្រៃបឹងពៀកំពុងតែត្រូវបានរងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិប្រមាណ3ហិកតាពីសំណាក់ក្រុមជនល្មើសនៅចំណុចត្រពាំងកន្សែងនិងត្រពាំងតាយុះនៅតំបន់ព្រៃសហគមន៍ក្រោយពីឧត្តមសេរីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកគ្រងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសទុនធានធម្មជាតិខេត្តកំពង់ធំបានចុះត្រួតពិនិត្យជាមួយនឹងសហការីនិងកងកម្លាំងចម្រុះរួមជាមួយនឹងមន្ត្រីឧទ្យានុរក្សបរិស្ថានប្រចាំការនៅទីបញ្ជាការស្រាលតំបន់ជាំក្របីស្ថិតនៅក្នុងភូមិសាក្រៀមស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំនាព្រឹកថ្ងៃទី4ខែកុម្ភៈឆ្នាំ2026លោកហួតតូមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំប្រចាំការទីបញ្ជាការស្រាលតំបន់ជាំក្របីបានដឹងថាដោយកម្លាំងកងទ័ពមួយចំនួនត្រូវបានកែសម្រួលទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជាថៃកម្លាំងបរិស្ថានមានគ្នាតិចរីឯផ្ទៃដីមានទំហំធំទូលាយធ្វើឲ្យជនល្មើសមានឱកាសលួចកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅតំបន់ត្រពាំងកន្សែងនិងតំបន់ត្រពាំងតាយុះសរុប3ហិកតាពីសំណាក់ជនខិលខូចពីគ្រួសារនឹងបានកំណត់មុខសញ្ញារួចហើយកំពុងតែកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធីច្បាប់ទៅតុលាការរដ្ឋមន្ត្រីទូសំសុនបានជំរុញដល់ស្ថាប័នជំនាញត្រូវរុះរាន់កសាងសំណុំរឿងចំពោះមុខសញ្ញាជនប្រព្រឹត្តបទល្មើសដែលបានកំណត់អត្តសញ្ញាណរួចហើយដើម្បីបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយនឹងត្រូវរឹបអូសយកផ្ទៃដីដែលបានកាប់ទន្ទ្រានរួចហើយយកមកទុកធ្វើជាសម្បត្តិរដ្ឋឲ្យបានជាដាច់ខាតនឹងបានសំណូមពរដល់អាជ្ញាធរដែនដីស្រុកភូមិរួមជាមួយនឹងប្រជាពលរដ្ឋសូមមេត្តារួមគ្នាថែរក្សាទុនធានធម្មជាតិរបស់យើងដែលកំពុងតែរងការកាប់បំផ្លិចបំផ្លាញឲ្យនៅគង់វង្សទុកជាសម្បត្តិធម្មជាតិសម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត